អូនឲ្យមកស្គាល់គេហៅថា spin yo ឈើទាលណាបងប្អូនបាទ spin yo នេះក៏ spin yo ស្អាតមួយដែរបងប្អូនហើយពេលព្រឹកចេះរៀងស្ងាត់បន្តិចបងប្អូនតិចទៀតទៅសបោបងប្អូនក្មេងៗសិស្សានុសិស្សហើយនិងអ្នកភូមិក៏ឆ្លងកាត់ទៅវិញទៅមកបងប្អូនហើយទីតាំងស្ពានឈើទាលនេះបងប្អូនគឺនៅទល់មុខវត្តគេថាវត្តឈើទាលតែម្ដងបងប្អូននេះគឺជាវត្តឈើទាលបាទហើយនៅកន្លែងនេះស្អាតនេះគេមានធ្វើដូចរោងនេះដូចកញ្ចុះអីចេះបងប្អូននេះយើងអាចមកអង្គុយលំហែបានពេលជិះកង់ហត់ឬក៏មកពីណាហត់អញ្ចឹងយើងអាចមកអង្គុយសម្រាប់នៅទីហ្នឹងបានបាទបងប្អូនកន្លែងនេះគេធ្វើរៀបចំមកបានស្អាតបាទនេះសម្រាប់ឲ្យយើងអង្គុយលេងបាទហើយនេះគឺជា spin yo ហ្នឹងនិយាយទៅគេធ្វើនៅចិត្ត spin yo ហ្នឹងតែម្ដងហើយគេមានចរាមានអីចុះស្អាតដែរបងប្អូននេះអ្នកភូមិក៏ឆ្លងកាត់ចុះឡើង spin yo នេះបាទហើយទឹកស្អាតមែនទែនបងប្អូនទឹកស្ទឹងឡើងអញ្ចឹងទៅមើលទឹកស្អាតប៉ុន្តែដោយសារតែទឹកឡើងអញ្ចឹងទៅវារៀងល្អបងប្អូនមើលអត់សូវឃើញស្អាតដែរទេបាទនេះគឺសម្បូរបងប្អូនជាប្រវត្តិយើងឆ្លងកាត់ទៅវិញទៅមកណាបងប្អូនបាទនេះបាទខាងនេះកន្លែងគេធ្វើផ្លូវឲ្យយើងចុះតាមកម្មចរាពេលមានកម្មវិធីបន់ទានអីគេត្រូវប្រតិបត្តិឬក៏អីបាទគេមកធ្វើនៅហ្នឹងបាទគេមានកន្លែងផ្លូវគេចុះបានយ៉ាងស្អាតតែម្ដងបងប្អូនបាទនេះស្អាតបាទនិយាយពីទីតាំង spin yo នេះវាពីក្រុងបាត់ដំបងមកប្រហែលជា9 គីឡូម៉ែត្របងប្អូនខ្ញុំជិះកង់មកហ្នឹងបាទប្រហែលជា9 គីឡូម៉ែត្របាទបងប្អូននិយាយទៅខ្ញុំជិះកង់មកថ្ងៃនេះចឹងរៀងហត់ដែរបាទ9 គីឡូប៉ុន្តែដល់កន្លែងនេះទីតាំងហ្នឹងគឺស្អាតបាទស្រស់ស្រាយល្អមែនទែនបាទនេះបាទចឹងបងប្អូនដែលចង់មកលេងអីបាទអាចមកលេងបានបងប្អូននិយាយទៅខែនេះគឺស្អាតមែនទែនផ្លូវមកខាងបណ្ណណាបងប្អូនឈើទាលហ្នឹងណាបាទប៉ុន្តែវត្តនឹង spin yo ហ្នឹងគឺយើងត្រូវចូលមកខាងក្នុងបន្តិចបាទនេះបងប្អូនស្ពានបាទគេឆ្លងពីច្រើននៅនេះអត់មានស្ពានអីផ្សេងទេអញ្ចឹង spin yo នេះគឺគេធ្វើតាំងពីដើមមកបងប្អូនបាទតាំងពីដើមមកបាទសម្រាប់ឆ្លងកាត់អ្នកភូមិឆ្លងពីត្រៃខាងលិចទៅត្រៃខាងកើតបាទពីខាងកើតមកខាងលិចបាទបងប្អូននេះក្មេងៗសិស្សអីក៏គាត់ប្រើស្ពាននេះដែរដើម្បីឆ្លងកាត់បាទជាមធ្យោបាយឆ្លងកាត់ទៅវិញទៅមកចឹងទៅបាទបងប្អូននេះបងប្អូនបាទស្ពានបាទនេះបាទចឹងបងប្អូនអីក៏ធ្វើដំណើរឆ្លងកាត់ស្ពាននឹងឯងសម្រាប់ទៅរៀនទៅសូត្របាទហើយស្ពាននេះជីអត់យល់ទេបងប្អូនតែនិយាយថាគេធ្វើមកដូចវារៀងរឹងមាំបងប្អូនអញ្ចឹងពេលយើងជិះទៅអង្គើអត់យល់ទេបាទស្ពានផ្សេងនេះពេលខ្លះអង្គើខ្លាំងមែនទែនតែសម្រាប់ស្ពាននេះមួយគឺអង្គើទេគេធ្វើមកបានល្អស្អាតខ្លាំងបាទនេះបាទបងប្អូននេះសំបីតរទេះក៏អាចបាទជិះលើ spin yo នេះបានដែរបាទបងប្អូននិយាយទៅអត់តាឡានេះបងប្អូនត្រឹមលម៉ឬក៏តេះអីក៏អាចឆ្លងកាត់ spin yo នេះបានដែរហើយអត់មានអង្គើអីទេបងប្អូននិយាយទៅរឹងមាំល្អបាទ spin នេះបាទដូចរៀងចាស់អីចឹងទៅគាត់ដឹកច្រើនអញ្ចឹងក៏គាត់មិនសូវហ៊ានជិះលឿនដែរបងប្អូននៅលើ spin yo ហ្នឹងនេះអ្នកលក់នំអ្នកលក់អីបាទគាត់ដឹកច្រើនខ្លាំងមែនទែនអញ្ចឹងគាត់ខ្លាចដួលផងហើយស្ពានរៀងតូចផងបាទអញ្ចឹងគាត់ចែវជើងគាត់តិចដែរនឹងដោយសារតែគាត់ខ្លាចផងបាទបងប្អូននេះបើគេអ្នកជិះ start អត់ទេគេជិះទៅពូតែម្ដងបងប្អូនតែដោយសារគាត់រៀងខ្លាចផងបាទអញ្ចឹងគាត់ជិះទៅតិចនឹងឯងបងប្អូនបាទនេះស្អាតបងប្អូន spin yo ខាងឈើទាលបាទនេះ